ជាស្រីកុំសូវជាលូកលាន់ខ្លាំងពេកចាំម៉ែអើយកូនកូនកុំដើរផ្ដេផ្ដាណាកូនណាកាលណាកូនដើរផ្ដេផ្ដាទៅខ្លាចគេមើងងាយចាំម៉ែទៅរកគ្រូឲ្យពាក់ខ្សែចង្កេះកុំឲ្យគេធ្វើត្រូវណាងាយគ្រូណាដែលពាក់ខ្សែចង្កេះមកគេធ្វើត្រូវលោកអើយកុំនិយាយខ្សែចង្កេះពាក់បានតែចង្កេះហ្នឹងទេខោពីចង្កេះផ្លប់ឡើយណែគេពាក់ខ្សែចង្កេះយ៉ាងហ្នឹងគេធ្វើការពារចង្កេះមកគេធ្វើត្រូវម៉ែខ្ញុំថាចេះកូនពាក់ខ្សែចង្កេះទៅគេធ្វើអត់ត្រូវហើយគេធ្វើអត់ចូលទៀតហ្នឹងហើយទុកឲ្យប្រមាញបើមិនចូលថ្វាយជីវិតខ្ញុំចង់និយាយឲ្យបានត្រឹមត្រូវនេះអាគុំសមយោចាហើយគេជំនឿគេជឿទៅលើពុទ្ធសាសនាហ្នឹងហើយដោយសារមានណែបងស្រីម្នាក់នោះមានកូនតែមួយរួចគាត់ខំស្ដាយកូនណាហ្នឹងហើយស្រឡាញ់កូនថាកូននឹងស្លាប់ទៅវាផុតពូជហើយព្រោះឪពុកវានឹងស្លាប់ចោលបាត់ទៅហ្នឹងហើយរួចស្រាប់តែដល់ទៅពេលកូននឹងវាគិតតែពីប៉ណ្ណាំងម៉ូតូដល់ទៅពេលម្ដាយនឹងវាភ័យខ្លាំងពេកចាទៅជួបលោកតាដែលថាប៉កែធ្វើកសែងយ័ន្តហ្នឹងពាក់ទៅកុំឲ្យគ្រោះថ្នាក់ហ្នឹងហើយលោកតាហ្នឹងធ្វើកសែងយ័ន្តរុំសុទ្ធតែបញ្ចូលអាដែងកថាបារមីឯណោះឲ្យកូនហ្នឹងមកពាក់កកហ្នឹងដល់ទៅពេលកូនបានអាដែងកសែងយ័ន្តកថាបារមីហ្នឹងស្រាប់តែអាងកសែងយ័ន្តស្រាប់តែទូរស័ព្ទឲ្យពួកម៉ាក់ស្អែកឡើងប៉ណ្ណាំងម៉ូតូអាងថាអូមិនគ្រោះថ្នាក់ទេហ្នឹងមានអីទៅវ៉ាវ20ហក់ទៀត40 60 80 100 120ទៅបុកដើម7បាក់កងងាប់បាត់ឃើញទេអាងកសែងយ័ន្តហ្នឹងហើយស្រាប់តែម្ដាយនោះទៅលំអុកជាមួយលោកតាបារមីលោកតានៅឯណាថាបារមីជួយឥឡូវហ្នឹងកូនណែកណាហ្នឹងដោយសារអាងបារមីហ្នឹងឥឡូវហ្នឹងបុកដើម7ងាប់បាត់ទៅហើយអូអាណិតណាបងប៉ណ្ណាំងម៉ូតូឲ្យលោកថាបារមីអាត្មានៅតោងចកេះវាជាប់ហ្នឹងវាទៅ50ដល់80 100គាត់ថា100បារមីអាត្មាលោតមុនទៅមិនបានលោតចោលគេបើសិនតែ120ហ្នឹងទៅបោកដើម7ហ្នឹងបើបារមីអាត្មានៅតោងងាប់ទាំងបារមីហ្នឹងទៀតហើយអូចុះបើធ្វើបារមីមិនជួយណាបានទៀតធ្វើបារមីនឹងខ្លាចទៀតមនុស្សគេថាមនុស្សខ្លួនទីពឹងខ្លួនកុំទៅជឿបារមីពេកបារមីជួយតែអ្នកដែលមិនប្រហើនកោងកាចអញ្ចឹងទេឃើញទេដល់ពេលយើងប្រហើនអាងបារមីមិនអាចជួយបាន